បាទគោរពជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំសូមលើកយកប្រធានបទមួយដែលនិយាយអំពីតម្លៃខ្លួនយើងបាទតម្លៃខ្លួនយើង self value ថាតើតម្លៃខ្លួនរបស់យើងនេះយើងត្រូវមានកត្តាអីខ្លះដើម្បីឲ្យខ្លួនរបស់យើងនេះមានតម្លៃបាទអញ្ចឹងមុននឹងទៅដល់កត្តា1 2ហើយយើងនិយាយអំពីតម្លៃខ្លួនយើងសិនតម្លៃខ្លួនយើងគ្មានអ្នកណាគេឲ្យក្រៅអំពីយើងឲ្យខ្លួនឯងទេអញ្ចឹងនៅពេលដែលយើងកសាងឲ្យយើងខ្លាយទៅជាមនុស្សដែលមានតម្លៃនោះអ្នកដទៃនឹងគេឲ្យតម្លៃយើងដោយស្វ័យប្រវត្តិអញ្ចឹងយើងត្រូវមើលខ្លួនឯងសិនថាតើខ្លួនឯងស្ថិតនៅក្នុងចំណុចណានៅត្រង់កន្លែងណាអញ្ចឹងប្រធានបទនេះខ្ញុំលើកយកកត្តា2សំខាន់បាទកត្តា2សំខាន់ទី1គឺពាក់ព័ន្ធទៅនឹងឥរិយាបថ behavior ទី2គឺពាក់ព័ន្ធទៅនឹងសមត្ថភាព abilities អញ្ចឹងកត្តាទាំងពីរយ៉ាងនេះវាមានអត្ថន័យខ្លឹមសារតែមួយនេះអញ្ចឹងទៅកត្តាទី1កត្តាទី1គឺពាក់ព័ន្ធទៅនឹងឥរិយាបថ behavior អញ្ចឹងឥរិយាបថសំខាន់ណាស់សម្រាប់មនុស្សយើងម្នាក់ពីព្រោះឥរិយាបថនេះយើងអាចឆ្លុះបញ្ចាំងអំពីរបៀបរបបអំពីសិលធម៌សុជីវធម៌គុណធម៌ចរិយាធម៌របស់យើងម្នាក់នៅក្នុងការរស់នៅអញ្ចឹងឥរិយាបថយើងត្រូវតែចេះបត់បែនយើងត្រូវតែចេះស្គាល់អំពីឋានៈទាបខ្ពស់យើងត្រូវយល់ដឹងអំពីកលៈទេសៈថាតើកលៈទេសៈណាយើងគួរធ្វើអីកលៈទេសៈណាយើងមិនគួរធ្វើអីអញ្ចឹងឥរិយាបថនេះជាការបញ្ជ្រាបខ្លួនឯងគ្រប់កលៈទេសៈទាំងអស់ទៅចូលនៅក្នុងសង្គមដើម្បីឲ្យរបៀបរបបនៃការរស់នៅរបស់យើងនេះមានការរស់នៅបែបលក្ខណៈល្អbehavior នេះវាបានដូចជា art the living អញ្ចឹងសិល្បៈនៃការរស់នៅអញ្ចឹងសិល្បៈនៃការរស់នៅយើងទៅរស់នៅបែបម៉េចដើម្បីឲ្យយើងមានភាពសុខសប្បាយដើម្បីឲ្យយើងរីករាយដើម្បីឲ្យយើងនឹងចេះចុះក្នុងចំណោមមនុស្សជុំវិញខ្លួនរបស់យើងដើម្បីឲ្យមនុស្សជុំវិញខ្លួនរបស់យើងទទួលយកយើងស្គាល់អំពីអត្តចរិតរបស់យើងអញ្ចឹងឥរិយាបថអ្វីត្បិតតែនៅក្នុងសង្គមនីមួយក្នុងគ្រួសារនីមួយឥរិយាបថមនុស្សអត់ដូចគ្នាអញ្ចឹងយើងត្រូវតែចេះបណ្ដុះខ្លួនចេះដុសខាត់នៅចំណុចអវិជ្ជមានហើយយើងកសាងនៅចំណុចវិជ្ជមានដែលសង្គមគេទទួលស្គាល់ជាធម្មតាឥរិយាបថទាំងការនិយាយទាំងការដេកដើរឈរអង្គុយឥរិយាបថទាំង4នេះក៏ដោយគួរយើងត្រូវមើលបែបផែនត្រូវមើលកលៈទេសៈដែរថាតើកលៈទេសៈណាយើងគួរធ្វើអីបាទកលៈទេសៈណាគួរធ្វើអីពីព្រោះឥរិយាបថនៅក្នុងគ្រួសារនីមួយគឺវាជះឥទ្ធិពលរៀងខ្លួនផ្សេងគ្នាអញ្ចឹងនៅពេលដែលយើងចូលក្នុងចំណោមបុគ្គលច្រើនយើងត្រូវមើលកលៈទេសៈយើងត្រូវស្គាល់អំពីរបៀបរបបក្នុងការអង្គុយការនិយាយស្ដីអីជាដើមឧទាហរណ៍បើយើងទៅក្នុងទីប្រជុំជនឧទាហរណ៍យើងទៅហាងកាហ្វេការនិយាយស្ដីរបស់យើងតើយើងគួរនិយាយស្ដីនៅក្នុងលក្ខខណ្ឌណាបើសិនជាគេកំពុងតែជជែកការងារគេនិយាយតិចតើយើងគួរនិយាយលឺខ្លាំងអត់អញ្ចឹងយើងត្រូវមានឥរិយាបថនេះយើងត្រូវមានភាពខ្មាស់អៀននិងត្រូវមានសេចក្តីថ្លៃថ្នូរក្នុងខ្លួនអញ្ចឹងឥរិយាបថនេះទី1វាកើតចេញពីធម្មជាតិរបស់យើងទី2ការបណ្ដុះបណ្ដាលរបស់គ្រួសារនិងទី3អំពីការសិក្សាអំពីសង្គមនៅក្នុងសាលារៀនបណ្ដុះបណ្ដាលតាមរយៈលោកគ្រូអ្នកគ្រូជាដើមបាទហ្នឹងពាក់ព័ន្ធទៅនឹង behavior ទៅចំណុចទី2ពាក់ព័ន្ធនឹងសមត្ថភាពបាទ ability អញ្ចឹងមនុស្សម្នាក់មានសមត្ថភាពផ្សេងគ្នាខុសគ្នាទៅតាមចំណេះជំនាញទៅតាមអ្វីដែលពួកគាត់ចេះដឹងអញ្ចឹងសមត្ថភាពនេះសំខាន់ណាស់បាទសមត្ថភាពនេះសំខាន់ណាស់ដើម្បីឲ្យខ្លួនយើងអាចទៅកាន់តួនាទីកាន់តំណែងអីមួយទៅធ្វើកិច្ចការងារអីមួយតើតែយើងដុសខាត់ដុសសំលៀងនៅខ្លួនរបស់យើងនេះឲ្យមុតស្រួចសំលៀងខ្លួនរបស់យើងនេះឲ្យខ្លាំងឲ្យប្រកែបានឧទាហរណ៍ដូចពាក្យខ្មែរយើងបានលើកឡើងថាញញួរដំកែវនឹងបែកញញួរដំដែកនឹងคล้ายទៅជាអាវុធអញ្ចឹងបើយើងចង់ឲ្យខ្លួនឯងคล้ายទៅជាអាវុធមុតស្រួចដើម្បីពុះពៀននៅក្នុងកិច្ចការងារសំខាន់តើតែយើងចេះលុតដំហាត់ពុតលុតដំខ្លួនឯងតាមរយៈការសិក្សារៀនសូត្រនានាតាមតែយើងអាចធ្វើទៅបានដើម្បីបណ្ដុះស្មារតីដើម្បីបណ្ដុះចំណេះជំនាញរបស់យើងឲ្យកាន់តែមានភាពប្រសើរឡើងដើម្បីយើងប្រកួតប្រជែងនៅក្នុងវិស័យការងារយើងប្រកួតប្រជែងនៅក្នុងការងារនៅក្នុងសង្គមតែការប្រកួតប្រជែងនេះគឺការប្រកួតប្រជែងដើម្បីរកនៅ benefit ដើម្បីប្រកួតប្រជែងដើម្បីរកនៅអត្ថប្រយោជន៍មិនមែនប្រកួតប្រជែងគ្នាដើម្បីកាប់សម្លាប់គ្នាទេនេះជាការប្រកួតប្រជែងតាមរយៈការប្រើប្រាស់បញ្ញាការប្រកួតប្រជែងមាន
មានការប្រជុំប្រជែងតាមលក្ខណៈឧទាហរណ៍ដដើមគ្នាប្រកួតប្រជែងគ្នាយកលេខ1លេខ2អីចឹងទៅមិនមែនជាការប្រកួតប្រជែងគ្នាដើម្បីស្លាប់រស់ទេអញ្ចឹងសមត្ថភាពមានបានលុះត្រាតែយើងឆ្លងកាត់ការសិក្សាឆ្លងកាត់ការសិក្សារៀនសូត្រតាមរយៈការសិក្សាអំពីលោកឪពុកអ្នកម្ដាយតាមរយៈការសិក្សាបណ្ដុះបណ្ដាលចេញពីសាលានានារហូតដល់យើងយកវាទៅអនុវត្តបទពិសោធន៍យូរទៅវាคล้ายទៅជាជំនាញវាคล้ายទៅជា skill យូរទៅយើងនឹងคล้ายទៅជាធនធានមនុស្សហើយយូរទៅយើងនឹងវិវត្តខ្លួនរបស់យើងคล้ายទៅជាមូលធនមនុស្សនៅក្នុងសង្គមដែលសង្គមគេត្រូវការអូខេអញ្ចឹងពាក់ព័ន្ធនឹងតម្លៃខ្លួនរបស់យើងម្នាក់សម្រាប់ប្រធានបទនេះខ្ញុំលើកយកតែពីរចំណុចហ្នឹងទេគឺពាក់ព័ន្ធទៅនឹងអរិយាបថសិលធម៌សុជីវធម៌របស់យើងហើយនឹងសមត្ថភាពជាក់ស្ដែងរបស់យើងហើយការសិក្សាពាក់ព័ន្ធនឹងសមត្ថភាពយើងត្រូវមានសមត្ថភាពហើយយើងត្រូវទទួលបាន certificate ក្នុងពេលបច្ចុប្បន្នយើងត្រូវទទួលបាន certificate បញ្ជាក់អំពីការសិក្សានិងបញ្ជាក់អំពីសមត្ថភាពរបស់យើងផងដែរយើងមានសញ្ញាបត្រយ៉ាងណាក៏ដោយគឺយើងអត់ត្រូវចោលពីអរិយាបថល្អបាទនៅក្នុងសង្គមយើងរស់នៅក្នុងសង្គមគេអត់ដឹងថាយើងរៀនដល់បញ្ញាបត្រអនុបណ្ឌិតទេឬក៏ចប់ក្រោយបណ្ឌិតទេប៉ុន្តែបើយើងមានអរិយាបថល្អគេនឹងដឹងថាយើងជាមនុស្សដែលមានសិលធម៌សុជីវធម៌ល្អនៅក្នុងសង្គមយើងជាមនុស្សដែលមានទំនួលខុសត្រូវនៅក្នុងសង្គមយើងជាមនុស្សដែលគួរជាទីរាប់អាននៅក្នុងសង្គមនៃមនុស្សជុំវិញខ្លួនរបស់យើងអញ្ចឹងអរិយាបថជាតួអង្គទី1ផ្សារភ្ជាប់ជាមួយនឹងចំណេះដឹងវានឹងធ្វើឲ្យខ្លួនរបស់យើងនេះមានតម្លៃនៅក្នុងសង្គមវាធ្វើឲ្យសង្គមទទួលស្គាល់យើងហើយយើងបញ្ជ្រាបខ្លួនឯងនៅក្នុងសង្គមហើយវានឹងធ្វើអត្ថប្រយោជន៍ជាច្រើនមកដល់ខ្លួនយើងវិញបាទអញ្ចឹងថ្ងៃនេះខ្ញុំមានតែពីរចំណុចទេនៅក្នុងប្រធានបទតម្លៃខ្លួនរបស់យើងអញ្ចឹងបើមានការលើសលួសខ្វះខាតសូមបងប្អូនខន្តីអភ័យទោសមានតែប៉ុណ្្នឹងទេបាទអញ្ចឹងសូមអរគុណនិងសូមជម្រាបលា